ស្ដីអ្នកគ្នាថ្ងៃនេះដែរគឺយើងមកនិយាយអំពីជីវិតពិតនៅខាងក្រោយភាពខ្ជិលច្រអូសរបស់តួអង្គ Shikamaru Nara ជាតួអង្គមួយដែលគ្នាយើងបានសំណូមពរខ្ញុំនិយាយសូអញ្ចឹងយើងនិយាយពីតួអង្គនេះទាំងអស់គ្នា Shikamaru គឺជាតួអង្គនៅក្នុង anime ដែលមនុស្សភាគច្រើនគឺតែងតែយល់ច្រឡំដោយសារតែយើងឃើញភាពខាងក្រៅរបស់គាត់មើលទៅជាមនុស្សម្នាក់ដែលអត់មានបល្ល័ង្កក្នុងខ្លួនបន្ទុកនៅក្នុងសាលាក៏អន់ដេកនៅក្នុងថ្នាក់រហូតហើយតែងតែនិយាយថាអ្វីៗគ្រប់បែបយ៉ាងគឺគួរឲ្យធុញគាត់អត់ដែលចង់ប្រឹងប្រែងធ្វើអីទេសុបិនរបស់គាត់គឺគ្រាន់តែចង់ខ្លាចទៅជាពពកមួយដែលហោះហើរដោយសេរីហើយអត់មានទំនួលខុសត្រូវលើរឿងអីទាំងអស់ប៉ុន្តែរូបភាពនេះគឺបានបង្ហាញឲ្យយើងឃើញភាពផ្ទុយជាច្រើននៅក្នុងពេលដែលគាត់ធំឡើងនិងនៅពេលដែលទទួលបានបទពិសោធន៍ជីវិតច្រើនចឹងមុនចូលដល់ខ្លឹមសារនៃ clip សូមកុំភ្លេចជួយ like subscribe និងបើក notification ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីទៀតពីខ្ញុំដែលយើងឃើញពីក្រោយនៃភាពខ្ជិលច្រអូសរបស់ Shikamaru តាមពិតមនុស្សនេះគឺអត់ធម្មតាទេគាត់គឺអាចបង្កើតយុទ្ធសាស្ត្របានយ៉ាងស្មុគស្មាញខ្លាំងរហូតទៅដល់ ninja ថ្នាក់ខ្ពស់ក៏មិនអាចតាមគាត់បានគាត់អាចវិភាគពីស្ថានភាពនៅក្នុងរយៈពេលត្រឹមតែប្រមាណនាទីព្យាករណ៍ពីលទ្ធផលនិងគិតលើសពីសត្រូវដែលមានកម្លាំងខ្លាំងជាងគាត់បើទោះបីជាម្នាក់នោះគឺមានបទពិសោធន៍លើសគាត់ប៉ុណ្ណាក៏ដោយ Shikamaru គឺមិនមែនជាមនុស្សល្ងងទេផ្ទុយទៅវិញគាត់គឺជាមនុស្សដែលមាន IQ ខ្ពស់ណាស់ភាពខុសគ្នារវាងរឿងខ្យល់និងការប្រើប្រាស់បញ្ញាយើងឃើញថា Shikamaru គឺមិនពឹងផ្អែកទៅលើការចងចាំឬក៏លទ្ធផលដែលគាត់រៀននៅក្នុងសាលាទេកម្លាំងពិតនិងការប្រើប្រាស់ IQ ជាក់ស្ដែងគឺពឹងផ្អែកទៅលើស្ថានភាពទូទៅបើសិនជាមានបញ្ហាឲ្យគាត់ដោះស្រាយគឺបានគាត់ដោះរឿងហ្នឹងមូលហេតុអីបានចឹងដោយសារតែ Shikamaru គឺគាត់អាចមើលឃើញរឿងមួយដែលមនុស្សភាគច្រើនគឺមើលអត់ឃើញគាត់គឺអាចគិតពីជំហានជាច្រើនដែលរឿងខ្លះគឺមិនចាំបាច់ធ្វើទេហើយប៉ុន្តែអ្នកផ្សេងគឺខំធ្វើវាខ្លាំងនោះវាជាសញ្ញាមួយដែលត្រូវបានគេហៅថា fluid intelligence ដែលថាជាមនុស្សម្នាក់ដែលមានសមត្ថភាពនៅក្នុងការយល់និងដោះស្រាយបញ្ហាថ្មីៗបានលឿនប៉ុន្តែរឿងខ្លះពួកគេជ្រើសមិនធ្វើដោយសារតែពួកគេគឺដឹងពីលទ្ធផលមុនហើយនេះបានជាយើងត្រូវចោទជាសំណួរមួយថាហេតុអីបានជាមនុស្សមានសមត្ថភាព IQ ខ្ពស់ចឹងមិនបានគាត់ជ្រើសរើសរស់នៅបែបជីវិតសាមញ្ញចម្លើយគឺយើងអាចនិយាយថាខ្ជិលក៏បានតាំងពីកុមារភាព Shikamaru គឺបានបង្ហាញភាពឲ្យយើងឃើញថាគាត់មាន IQ ខ្ពស់ខ្លាំងណាស់ហើយជំនួសឲ្យការខិតខំគាត់បែរទៅជាជ្រើសរើសដើរថយក្រោយរហូតមូលហេតុមិនមែនដោយសារគាត់មិនចង់ជោគជ័យទេប៉ុន្តែគឺគាត់យល់ថាបើសិនជាយើងមានសមត្ថភាពកាន់តែខ្លាំងមនុស្សគឺកាន់តែរំពឹងទុកយើងកាន់តែខ្ពស់ភាពជោគជ័យគឺវាអាចនាំឲ្យមានសម្ពាធទេពកោសល្យគឺវាអាចនាំមកនៅការទទួលខុសត្រូវហើយការទទួលខុសត្រូវនោះទៀតសោតគឺវានាំមកនៅភាពតានតឹងដូច្នេះ Shikamaru គឺមិនចង់ទទួលរឿងទាំងអស់នោះទេចឹងហើយបានជាគាត់ឲ្យទស្សនៈខ្លួនឯងគឺសុខចិត្តរស់នៅបែបសាមញ្ញធម្មតាធ្វើអីដែលវាគ្រប់គ្រាន់មិនបង្ហាញខ្លួនថាគាត់ជាមនុស្សលេចធ្លោជៀសវាងកុំឲ្យមានអ្នកគេទុកចិត្តគាត់ហើយនាំសម្ពាធគ្រប់យ៉ាងដែលបំផ្លាញសេរីភាពដោយដែលយើងបានឃើញថានៅក្នុងការប្រកួតខ្លះគាត់សុខចិត្តចាញ់ដោយចេតនាក៏វាគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់គាត់ដែរសម្រាប់គាត់ការមិនឈ្នះគឺនឹងមិនមានអ្នកគេរំពឹងទុកពីគាត់ថាលើក្រោយត្រូវឈ្នះទេបើសិនជាអត់មានអ្នកគេរំពឹងគាត់ក៏មិនត្រូវបានឲ្យអ្នកគេខកចិត្តពីគាត់ដែរសម្រាប់យើងគឺយើងមើលឃើញថាវាគឺជាភាពខ្ជិលច្រអូសដែល Shikamaru មានប៉ុន្តែតាមពិត Shikamaru យល់ថាវាគឺជាការគ្រប់គ្រងនៅ IQ របស់គាត់ដោយសារតែគាត់គឺយល់ថាតើស្ថានភាពបែបណាទើបត្រូវប្រើធម៌ពលឬក៏ IQ ខ្លួនឯងគាត់មិនមែនត្រូវចេះតែគិតហើយយករឿងផ្សេងមកដាក់បន្ទុកទេគាត់គឺជ្រើសរើសតែរឿងណាដែលធ្វើឲ្យគាត់តាក់ទាញចិត្តទៅធ្វើវាដូចជាការលេង shogi ជាមួយគ្រូរបស់គាត់ចឹងប៉ុន្តែបើសិនជារឿងហ្នឹងគឺគាត់អត់ចាប់អារម្មណ៍គឺគាត់ដកខ្លួនចេញភ្លាមប៉ុន្តែមនុស្សដែលមាន fluid intelligence ដូច Shikamaru ចឹងជាញឹកញាប់គឺតែងតែប្រឈមមុខទៅនឹងការបាត់បង់ចិត្តនៅក្នុងការធ្វើអីលឿនណាស់មិនមែនដោយសារពួកគេគឺអត់មានវិន័យនៅក្នុងការធ្វើរឿងទាំងអស់ហ្នឹងទេប៉ុន្តែពួកគេគឺតែងតែគិតដូចយើងនិយាយខាងលើចឹងគឺគិតច្រើននៅលើផ្លូវដែលដើរទាំងមូលមុនចាប់ផ្ដើមគឺត្រូវគិតពីជំហានមុនហ្នឹងពួកគេគឺនឹងវិនិច្ឆ័យពីឧបសគ្គដែលត្រូវជួបហើយនឹងត្រូវចំណាយកម្លាំងប៉ុណ្ណាដើម្បីឲ្យរឿងហ្នឹងគឺវាចប់ចឹងមនុស្សហ្នឹងគ្រាន់តែគិតហ្នឹងគឺអស់កម្លាំងបាត់ហើយដោយមិនទាន់បានធ្វើវាហងហើយ Shikamaru គឺយល់ថាបើសិនជាយើងមើលឃើញពីលទ្ធផលទាំងអស់ហ្នឹងគឺយើងអាចជៀសផុតពីការឈឺចាប់ច្រើនដោយសារតែយើងអត់ទៅធ្វើវាទេអញ្ចឹងយើងអត់ត្រូវបរាជ័យរឿងហ្នឹងទេបើសិនជាធ្វើគឺវានាំសម្ពាធហើយអាហ្នឹងវាជាទំនួលខុសត្រូវយើងទៅអត់ហើយបើគាត់មិនធ្វើអញ្ចឹងអត់មានអ្នកគេទុកចិត្តគាត់ទេបើអត់ទុកចិត្តគាត់ក៏មិនអាចធ្វើឲ្យអ្នកគេខកចិត្តដែរប៉ុន្តែនៅពេលដែលឆ្លងកាត់បទពិសោធន៍ជីវិតច្រើននៅក្នុងជីវិតពិតក៏បានបង្ហាញភាពខុសឲ្យគាត់ឃើញការជៀសវាងពីការទទួលខុសត្រូវវាមិនបានលុបបំបាត់ផលវិបាកទេ
វាគ្រាន់តែពជាពេលនៃផលវិបាកហ្នឹងហើយវាធ្វើឲ្យរឿងខ្លះគឺវាកាន់តែអាក្រក់ទៅវិញដូចដែលយើងឃើញនៅក្នុង mission នៅពេលដែល Shikamaru ជាមេក្រុមនៅក្នុងការដឹកនាំទៅជួយសង្គ្រោះ Sasuke គាត់គឺតែងតែព្យាយាមចង់រត់គេចហើយបើទោះបីគាត់មាន IQ ខ្ពស់ប៉ុណ្ណាក៏ដោយក៏គាត់នៅតែធ្វើរឿងហ្នឹងប៊ីសនឹងបរាជ័យទៀតមិត្តភ័ក្តិដែលនៅក្នុងក្រុមទាំងអស់ហ្នឹងគឺចិត្តស្លាប់ទាំងអស់ហើយសិតតែអ្នកជឿទុកចិត្តលើគាត់ប៉ុន្តែ Shikamaru គឺចង់រត់គេចពីទំនួលខុសត្រូវទាំងអស់នេះវិញហើយវាគឺជាការដាស់តឿននៃគាត់មួយដែលថាការរត់គេចពីទំនួលខុសត្រូវគឺវាមិនបានការពារអ្នកដទៃទេការសោកស្ដាយក៏ចាប់ផ្ដើមមកដល់នៅពេលដែលបេសកកម្មសង្គ្រោះ Sasuke ត្រូវបានបញ្ចប់គាត់ក៏ចាប់ផ្ដើមដឹងថាខ្លួនឯងគឺប្រព្រឹត្តកំហុសដ៏ធំរហូតទៅដល់បន្ទាប់ពី Asuma ស្លាប់ទៀតវាជាចំណុចមួយដែលបានបំលែងការឈឺចាប់ហើយមិនអាចឲ្យគាត់គឺរត់គេចនិងលាក់ខ្លួននៅក្នុងអារម្មណ៍នឹងទៀតទោះយើងឆ្លាតប៉ុណ្ណាក៏យើងមិនអាចរត់គេចពីការបាត់បង់ការទទួលខុសត្រូវនិងការជៀសវាងការលូតលាស់បានដែរអីក៏ដោយគឺវាត្រូវតែគណនាមានប្របាបហានិភ័យហើយយើងអាចព្យាករណ៍ផលិតផលបានប៉ុន្តែបើសិនជាយើងព្យាយាមរត់គេចគឺយើងនឹងជាប់គាំងមកកន្លែងបបិសោតទាំងអស់នេះក៏បានធ្វើឲ្យ Shikamaru គឺផ្លាស់ប្ដូរគាត់គឺឈប់ប្រើបញ្ញាដើម្បីតែការពារខ្លួនហើយក៏ចាប់ផ្ដើមយកវាមកធ្វើជាឧបករណ៍វិញដូចដែលយើងឃើញគឺគាត់បានបំបែកយុទ្ធសាស្ត្រដើម្បីវាយជាមួយ Hidan និង Kakuzu ហើយសងសឹកឲ្យគ្រូគាត់ហើយនៅទីបញ្ចប់យើងឃើញថា Shikamaru គឺបានក្លាយទៅជាមេដឹកនាំមួយដែលយល់ថាទូនាទីខ្លះគឺវាមិនមែនជាជំរើសទេប៉ុន្តែវាជាកាតព្វកិច្ចដែលត្រូវធ្វើបើទោះបីជាគាត់នៅមានអារម្មណ៍ធុញក៏ដោយប៉ុន្តែគាត់នៅតែជ្រើសធ្វើហើយដើរទៅមុខទាំងនេះគឺវាបានបង្ហាញឲ្យយើងហ៊ានពីចំណុចមួយរបស់ Shikamaru នៅក្នុងការងារយើងជាក់ស្ដែងបើសិនជាយើងជាអ្នកដែលគិតច្រើនវាដូចជារឿងមួយដែលយើងកំពុងលាក់នៅភាពវៃឆ្លាតរបស់យើងចឹងដែលអត់ដឹងខ្លួនទេយើងតែងតែប្រាប់ខ្លួនឯងថាយើងត្រូវគិតពីរបស់មួយហ្នឹងបន្តិចសិនយើងត្រូវឲ្យប្រកបវិជ្ជាទៅលើចំណុចមួយហ្នឹងយើងត្រូវមានផែនការល្អឥតខ្ចោះដើម្បីមកធ្វើរឿងទាំងអស់ហ្នឹងប៉ុន្តែយើងត្រូវដឹងថាភាពល្អឥតខ្ចោះគឺវាអត់តែមកដល់ទេបើសិនជាយើងនៅតែគណនាពីលទ្ធផលដែលយើងត្រូវទទួលបានឲ្យល្អឥតខ្ចោះគឺយើងជីវិតយើងគឺអត់ដើរទៅមុខទេហើយវាដូចជាអន្ទាក់មួយដែលត្រូវចង Shikamaru គឺជាប់នៅក្នុងវារហូតចឹងដែលថាគាត់គឺមានបញ្ញាប៉ុន្តែគឺប្រើខុសទិសយើងមិនដែលត្រៀមខ្លួនរួចរាល់ទេដល់តែយើងគឺលើកវាកាន់មកធ្វើសកម្មភាពគឺវាសំខាន់ហើយ Shikamaru គឺលែងខ្លាំងដោយសារផែនការរបស់គាត់ទៀតហើយប៉ុន្តែគាត់ខ្លាំងទៅលើអីដែលគាត់ទទួលយកថាបើសិនជាគាត់ធ្វើតួផែនការហ្នឹងល្អឥតខ្ចោះក៏អាចនៅបរាជ័យចឹងបានទៅមុខហើយវាគឺជាភាពក្លាហានពិតប្រាកដព្រោះការមិនធ្វើពេលខ្លះក៏វាជាផលវិបាកដែរសុបិនរបស់យើងគឺវានឹងចាប់ផ្ដើមបាត់បង់ឱកាសគឺវានឹងអាលាយហើយមនុស្សដែលយើងចង់ខ្លាចជាពីមួយថ្ងៃទៅមួយថ្ងៃក៏វាបាត់ទៅបន្តិចម្ដងហើយរសជាតិវាគឺខុសពីភាពបរាជ័យដែលយើងប៉ះភ្លាមព្រោះអីគឺយើងមិនបានបង្ហាញពីសមត្ថភាពដែលយើងមានសមត្ថភាពមួយដែលនៅស្ងៀមបន្តរហូតដល់ថ្ងៃដែលយើងចាប់ផ្ដើមត្រឡប់មើលមកខាងក្រោយថាយើងគឺមិនបានធ្វើអីដែលយើងចង់បានអញ្ចឹងខ្ញុំមានប៉ុណ្ណឹងជួបគ្នាជាមួយខ្ញុំនៅវីដេអូថ្មីមួយទៀត That's all I got. Peace and love. I'm out. Bye bye.